មុនជួបនៅវត្តមានតារាកិត្តិយសនៅសប្តាហ៍នេះសូមអរគុណដល់អ្នកឧបត្ថម្ភនៃកម្មវិធីសូមអរគុណដល់ស្រាប៊ីអាន់ឈើស្រាប៊ីអាន់ឈើបានបង្កើតនៅកម្មវិធីថ្មីគឺកម្មវិធីអាន់ឈើ iFun ដែលផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនដែលគ្រប់គ្រងស្រាប៊ីអាន់ឈើបាទលោកអ្នកនៅពេលដែលកោះបានញ៉ាំស្រាប៊ីអាន់ឈើកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងដើម្បីផ្សងយកសំណាងទៅតាមប្រភេទលេខសំណាងទាំង5ក្រវិលកំប៉ុងលេខ1គឺឈ្នះទឹកប្រាក់10រៀលក្រវិលកំប៉ុងលេខ2ឈ្នះ iPad ដ៏ស្រស់ស្អាតមួយគ្រឿងក្រវិលកំប៉ុងលេខ3ឈ្នះទឹកប្រាក់2លានរៀលក្រវិលកំប៉ុងលេខ4និងលេខ5គុំគ្នាដើម្បីឈ្នះទឹកប្រាក់2000រៀលចូលរួមឈ្នះរង្វាន់ឲ្យបានគ្រប់គ្នាអាន់ឈើរីករាយស្រស់ថ្លាចា៎នេះខ្ញុំសូមថ្លែងអំណរគុណដល់សូដាសឹងសូដាសឹងគឺជាភេសជ្ជៈដែលនាំចូលពីបរទេសការវេចខ្ចប់មានកម្រិតលក្ខណៈស្តង់ដារខ្ពស់មានផ្លាកសញ្ញាជារូបរាជសឹងដែលមានតែពីរពណ៌ប៉ុណ្ណោះគឺពណ៌សនិងពណ៌ក្រហមក្នុងដំណក់ទឹកគឺមានហ្គាសច្រើនពេលលាយជាមួយនឹងស្រាតែបន្ថែមនូវរសជាតិនិងក្លិនថែមមួយកម្រិតទៀតចាក់លាយជាមួយនឹងសុទ្ធមាន់ដើម្បីបង្កើននូវថាមពលរាងកាយអាចវាយធ្វើជាសូដាក្រូចឆ្មាសូដាទឹកដោះគោឬក៏ជាសេរ៉ូសូដាលោកអ្នកអាចយកទៅលាយជាមួយនឹងភេសជ្ជៈច្រើនយ៉ាងតាមចិត្តលោកអ្នកត្រូវការជាប្រភេទភេសជ្ជៈដែលអាចញ៉ាំជំនួសទឹកបានលោកអ្នករកជាបាននៅគ្រប់ទីកន្លែងលក់ភេសជ្ជៈក្នុងពេលរាជាណាចក្រកម្ពុជាសូមសួររកសូដាសឹងជាសូដារបស់សឹងហាបៀគ្រប់ដំណក់សាសូដាសឹងបាទអរគុណឃើញថាបន្ទុកតារាកិត្តិយសដែលបានសន្សំតាំងពីវគ្គទី1មកដល់វគ្គនេះគឺយើងនឹងធ្វើការជំរុះមួយក្រុមចេញក្រុមណាដែលមានបន្ទុកតិចជាងគេហើយគេសង្ឃឹមថាស្វែងយល់នៅចំណងចំណុចចិត្តរបស់តារាកិត្តិយសឲ្យបានច្រើនជាងគេជាពិសេសក្រុមទី3បងចរានិងបងមុំបាទអរគុណច្រើនបាទអញ្ចឹងពីកម្មវិធីរបស់យើងសូមនាំអារម្មណ៍លោករស្រីនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនពុកម៉ែបងប្អូនទាំងអស់មកជួបនៅវត្តមានតារាកិត្តិយសសូមផ្ដល់ជាស្នូលដែរខ្លាំងណាស់គ្នាបាទឈឺចាប់ខ្ញុំសូមលេងប៉ុន្តែស្ដែងចេញតាមទឹកភ្នែកសែនសងវែងពេលឃើញកែវភ្នែកពើខំញញឹមចំពុកមុខបងយំក្រោយខ្នងបាំងរឿងអាស្រូវព្រមទុកផ្លូវឲ្យបងនៅជាមួយគេតែដងបងមានតែមួយប្រទល់ឲ្យរូបអូនតែម្ដងអ្នកដទៃមកគ្រាន់តែស្ម័គ្រមួយគ្រាទេនេះជាពេលដែលបងដឹងខ្លួនខុសនៅក្បែរអូនជាអារម្មណ៍ស្នេហ៍នៅក្បែរគេជាអារម្មណ៍ស្មឹងអូនតែម្ដងដែលបងអាចឲ្យបងចេះស្មងទោះជាបងនៅក្បែរអ្នកណាបងនឹងអត់តែម្នាក់ប៉ុណ្ណោះបងព្រមស្មងមនុស្សតែម្នាក់គឺអូនទេបងគ្រាន់តែស្ម័គ្រមួយពេលទេនេះជាពេលដែលបងដឹងខ្លួនអស់នៅក្បែរអូនជាអារម្មណ៍ស្នេហ៍នៅក្បែរគេជាអារម្មណ៍ស្មឹងអូនតែម្នាក់ដែលអាចជួយឲ្យបងចេះស្មងទោះជាបងនៅក្បែរអ្នកណាមកនឹកអត់តែម្នាក់ប៉ុណ្ណោះបងព្រមស្មងមនុស្សតែម្នាក់គឺអូននៅក្បែរអូនជាអារម្មណ៍ស្នេហ៍នៅក្បែរគេជាអារម្មណ៍ស្មឹងអូនតែម្នាក់ដែលអាចកែឲ្យបងចេះស្មងទោះជាបងនៅក្បែរអ្នកណាបងព្រមស្មងមនុស្សតែម្នាក់គឺអូន
មកមនុស្សតែម្នាក់អូបាទជំរាបសួរបាទជំរាបសួរជំរាបសួរបាទជំរាបសួរបាទជំរាបសួរបាទសប្បាយចិត្តណាអូសប្បាយចិត្តមែនតើអូសំណប់ចិត្តពិតជាសប្បាយចិត្តមែនទេមកជួបសំណប់ចិត្តទាំងអស់គ្នាសប្បាយចិត្តណាស់បានជួបចម្រុងម្ដងទៀតសម្លាញ់អើយមិនថាសម្លាញ់មិនថាសម្លាញ់ប្រាប់ពីនិយាយជឹកជាមួយខ្ញុំសោះខ្ញុំតើមែនទេនេះនៅពេលដែលគ្នាបានឃើញឯងច្រៀងម្ដងគ្នានេះប្រឹងតាមណាអូសំណប់ចិត្តបទនេះគ្រាន់តែហាត់3អាទិត្យឲ្យគាត់តែម្ដងនៅតែភ្លេចទៀតជាបន្តសម្លាញ់ព្រោះថាយ៉ាងម៉េចគួរក្បាលរបស់គ្នាបាទទេបងអរគុណច្រើនសម្រាប់វត្តមានតារាកិត្តិយសនៅក្នុងសប្តាហ៍នេះគឺមានវត្តមានលោកប៉ែនចម្រុងបាទធ្លាប់តែឃើញលោកប៉ែនចម្រុងមកសម្ដែងថ្ងៃនេះមកច្រៀងស្ទីលគេបាទវាមិនធម្មតាបាទមិនធម្មតាបាទសូមជួយមានផ្សាយបន្តបាទសូមជួយបាទសុខសប្បាយបាទសុខជាធម្មតាបាទសុខធម្មតាណាបាទរវល់ច្រើននេះសិល្បៈបាទគួរសមដែរបាទធ្វើដូចភ័យហ្នឹងបាទនឹងមិនទេបាទរាប់តែធ្លាប់តែជាបេក្ខជនបោជាតារាកិត្តិយសវិញដូចជាមានអារម្មណ៍ប្លែកពីខុសធម្មតាបន្តិចបងស្គាល់គាត់អូសំណប់ចិត្តជំរាបសួរទាំងអស់អរគុណច្រើនអរគុណណាស់អញ្ចឹងបន្តិចទៀតនេះវត្តមានតារាកិត្តិយសទាំង3ក្រុមគាត់នឹងទូទាញនៅចំណងចំណូលចិត្តរបស់លោកប៉ែនចម្រុងបាទមួយវិញទៀតខ្ញុំបាទសូមផ្ដល់ជាយោបល់ដែរគឺធម្មតាការទស្សទាយតែតែមានខុសហើយនឹងត្រូវជាការលបងប្រាជ្ញាឬក៏លបងសមត្ថភាពតែតែមានការខុសត្រូវអញ្ចឹងបើសិនជាខុសកុំប្រកែកកាន់ខ្ញុំកុំខាងខ្ញុំឲ្យសោះបាទព្រោះសិតតែសាច់ឈាមដល់សិននេះរាប់អានសិល្បៈទាំងអស់បាទបងពេញប៉ោក្តីបាទទាំងអស់គ្នាបាទគឺសិតតែរាប់អានចម្លើយលោកប៉ែនចម្រុងដែលគាត់ត្រូវឆ្លើយគឺមាននៅក្នុងកណ្ដាស់ទាំងអស់បាទមានក្នុងនេះហើយមានស៊ីសណូកអីទាំងអស់ចាអរគុណលោកប៉ែនចម្រុងអត់មានស៊ីសណូកទេបាទអរគុណលោកយើងចាប់ផ្ដើមតែម្ដងនៅក្នុងការទូទាយនៅចំណងចំណូលចិត្តរបស់លោកប៉ែនចម្រុងចាប់ផ្ដើមពីសំណួរទី1ទៅបាទត្រៀមក្តារឈ្នួនបាទឥឡូវយើងចាប់ផ្ដើមពីសំណួរទី1ទៅបាទសំណួរទី1តើតារាកិត្តិយសចូលចិត្តសម្លៀកបំពាក់ពណ៌អ្វីជាងគេមានពណ៌ខ្មៅពណ៌ស្វាយពណ៌ក្រហម1 2 3 4 5 6 7 8 9 10 លើកណាសូមមើលចម្លើយបាទលើកទី1បាទបាទពណ៌ខ្មៅទី2ពណ៌ខ្មៅពណ៌ទី3ពណ៌ខ្មៅជំរើសបាទមិនដឹងថាឲ្យយោបល់យ៉ាងម៉េចទេសុទ្ធតែឲ្យដូចគ្នាទាំងអស់អញ្ចឹងខ្ញុំមកសូមផ្ដល់ចម្លើយតែម្ដងចម្លើយនេះពិតជាមិនខុសទេចាអរគុណឥឡូវស្ដាប់សំណួរជាបន្តទៀតឥឡូវយើងបន្តមកសំណួរទី2តាក់ទងទៅនឹងចំណងចំណូលចិត្តរបស់លោកប៉ែនចម្រុងតើលោកប៉ែនចម្រុងខ្លាចសត្វអីជាងគេយើងមានចម្លើយ3ទី1តកែទី2ទាទី3ពស់វែក1 2 3 4 5 ខ្ញុំរាប់ដល់10ណាលើកក្តារធានលើអត់តចម្លើយបន្ទួយ7 8 9 តូបាទសុំលើកក្តារឈ្នួលឡើងបាទសុំទី1អញ្ចឹងចម្លើយដែលត្រឹមត្រូវនោះទាសម្លាញ់ទូទាយទៅមើលបងប្អូនទាំងអស់គ្នាបាទតកែខុសអញ្ចឹងមានន័យថាទាហើយនឹងពស់វិញមានចម្លើយមួយដែលត្រូវចម្លើយដែលត្រឹមត្រូវនោះគឺសាច់ឈាមទាំងអស់គ្នាណាមើលទៅរៀមច្បងសិល្បៈបាទសិល្បៈចំនួនតែមួយដែលត្រឹមត្រូវនោះគឺទាចាឥឡូវចូលដល់សំណួរជាបន្តទៀត3ជាបន្តទៀតតើលោកប៉ែនចម្រុងមានបងប្អូនបាទមានបងប្អូនប្រុសប៉ុន្មាននាក់និងស្រីប៉ុន្មាននាក់ខ្ញុំមានចម្លើយ3ទី1ប្រុស3ស្រី1ទី2ប្រុស4ស្រី1និងទី3ប្រុស5ស្រី1 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
លើកក្តារជួរឡើងយឺតជាងគេកាត់បន្ទុកចាប់ពេញក្តារខៀនហ្នឹងក្រុមទី1ទៅយឺតមែនតែនហ្មងបាទបាទគឺនេះឡៃរៀបរាប់លើនេះទៀតនេះពេញឡៃរៀបរាប់បាទឡៃរៀបរាប់សម្លាយ
គឺគាត់ទាំងអស់គ្នា ត្រឹមត្រូវ ប្របីស្រីមួយ ប្រិមិត្តគាត់នៅខាងមុខមិនគាត់តាក់ដៃគាត់មិនមែនតាក់ដៃចេះគាត់តាក់ដៃចេះឥឡូវ ចាគាត់ច្រើន បាទ ចូលសំណួរជាបន្តទៀត បាទសំណួរជាបន្តទៀតបាទសួរថាតើតារាកិត្តិយសចូលចិត្តតារាសម្ដែងប្រុសបរទេសរូបណាមួយ មានចម្លើយ 3 ទី1គឺ John Cena ទី 2 គឺ Brad Pitt និងទី 3 គឺ Tom Cruise 1 2 3 4 5 6 7 8 9 10 លើកระดาษឈ្មោះឡើង Tom Cruise បាទ Tom Cruise Tom Cruise 3 បាទឃើញថាសម្រាប់ក្រុមទាំង3ក្រុមគឺគាត់ឆ្លើយដូចគ្នាទាំង3សូមជ្រើសរើសយក Brad Pitt ចម្លើយរបស់ក្រុមទាំង3គឺមិនត្រឹមត្រូវទាំងអស់បូករួមទាំងចម្លើយរបស់បងប្អូននៅខាងមុខក៏ខុសដែរ ខ្ញុំសូមបកស្រាយដោយសារតែ Brad Pitt គាត់ជាពោះគាត់ចូលខ្ញុំបកតាមចិត្តខ្ញុំគឺខ្ញុំគ្រប់គ្រងតួប្រុសដែលមានសក់វែងហើយមុខគាត់វែងមកស្រួចវែងហើយ Brad Pitt ថាយូរថនគ្រូហើយនឹងដើមទ្រូងគាត់មានរោមតិចបញ្ជាក់ទៅពីបរោះបាទហើយមានធំសង្ហាហើយរឿងគាត់ខ្ញុំធ្លាប់ទស្សនាពីច្រើនគឺជារឿងដែលខ្ញុំចូលចិត្ត ចា ហូមទ្រូងដូចខ្លួនឯងហ្នឹងមាន200នេះហ៎ ត្រូវហើយ មិនចង់ហើយ បាទអារ៉ាត់អេហ្មង ឥឡូវយើងបន្តមកសំណួរមួយទៀតណាបាទសំណួរមួយទៀតគឺសួរថាតើតារាកិត្តិយសសំទោសតារាកិត្តិយសសម្ដែងបាន10រឿងតើតារាកិត្តិយសសម្ដែងរឿងណាមុនគេបង្អស់មានរឿង3ដែលខ្ញុំលើកមកឲ្យជ្រើសរើសទី1រឿងស្នេហ៍ពិតទី2ចៅពូកេងកងនិងទី3វិញ្ញាណស្នេហ៍ 1 2 3 4 5 6 7 8 9 10 លើកระดาษឈ្មោះឡើង បាទ ដឹងដែរតោះ វិញ្ញាណស្នេហ៍បាទចង់មានន័យថាវិញ្ញាណស្នេហ៍ហ្នឹងមិនវិញ្ញាណទេទី2ចៅពូកេងកងទី3 ចង់ដូរវិញ សម្រាប់ក្រុមទី1ជ្រើសរើសបាទ ស្នេហ៍ឬក៏វិញ្ញាណស្នេហ៍ វិញ្ញាណស្នេហ៍ ស្នេហ៍បាទអញ្ចឹងខ្ញុំអត់សូមឆ្លើយថា កំសត់ ចម្លើយដែលត្រឹមត្រូវនោះគឺរឿងចៅពោះកេងកងបាទអរគុណចម្លើយដែលត្រឹមត្រូវគឺមាន2បានដែរលោករ៉ាត់ បាទសូមជើញ ព្រោះអីខ្ញុំធ្លាប់ថតរឿងចៅពូកេងកងមួយលោកប៉ែនចម្រុងណាតួគាត់មកត្រៀបតាពេលនោះលោកប៉ែនចម្រុងគាត់មកក្រោយគេ កាលហ្នឹងមកជុំគ្នាមួយទូស័យម្នាក់ទៀតដល់ពេលអញ្ចឹងទៅមកទៅក៏ផ្លូវឆ្ងាយកាលហ្នឹងយើងមិនទាន់មានអីជីហើយដោយសារគេដល់ពេលគេក៏យឺតយើងក៏ទៅណាមដល់ហ្នឹងទៅទៅពឹសទាំងថៃអញ្ចឹងទៅក៏ត្រូវទក់ស្បែកដូចកបែលពេលហ្នឹងទៅ អរគុណឥឡូវសម្រាប់សំណួរគឺអស់ហើយបាទអស់ហើយអញ្ចឹងបញ្ជាក់ពីបន្ទុកដែលក្រុមនីមួយៗរកបានញ៉ារត់ ចាក្រុមទី1គឺរកបន្ទុកបាន10បន្ទុក 10បន្ទុក ក្រុមទី2គឺមានបន្ទុក12បន្ទុក 12បន្ទុក ក្រុមទី3គឺមានបន្ទុក9បន្ទុក 9បន្ទុកបាទអូចាញ់ក្រុមទី1តែមួយបន្ទុកទេបាទអញ្ចឹងសូមចូលរួមសោកស្ដាយសម្រាប់ក្រុមទី3ផងបាទ ចាសូមជើញចាឥឡូវសូមជើញក្រុមទី3ចាមកខាង បាទ ណា សូមជើញបង ចាសូមចូលរួមសោកស្ដាយចាញ់តែមួយបន្ទុកទេបើសិនជាស្មាអាចចូលទៅដល់វគ្គចាក់សោដែរចា អរគុណច្រើនណាស់ហើយសម្រាប់វត្តមានតារាកិត្តិយសដែលបានមកចូលរួមហើយផ្ដល់ជូនភាពសប្បាយរីករាយយ៉ាងច្រើនជូនដល់ពុកម៉ែបងប្អូនដែលទស្សនាទីនេះក៏ដូចជានៅតាមគេដ្ឋានអញ្ចឹងជាចុងក្រោយបងចង់មានពាក្យបន្ថែមទេបាទសូមជើញបងគាត់ប្រាប់ថាលក្ខថាគាត់ចង់ចាញ់ហើយចាញ់ហ្មងទៅនិយាយចឹងហើយ ព្រោះអីលុយស្មើគ្នាហ៎ ហ្នឹងហើយថាអញ្ចឹងតែខ្ញុំគិតថាអញ្ចឹងជើគាត់ជ័យទៅទៅមកទៅ ចា រួមគ្នាទៅណាបើកលុយយើងរួមគ្នាទៅ បាទ អេបងគ្រាន់តែកំណត់ខ្ញុំទេតែខ្ញុំមិនដឹងថាគេទាំងអស់គ្នាដូចខ្ញុំអត់ទេព្រោះថាខ្ញុំលេងអីខ្ញុំមិនចង់ស្នេហ៍អ្នកណាមួយក្នុងក្រុមទេតែចំពោះអ្នកដទៃខ្ញុំមិនដឹងដែរ ប
ចាចា ចាយល់អត់ទេអត់ ចាចាមាន ពួកខ្ញុំមកលេងខ្ញុំ ចឹងបានបងផឹងម្នាក់ឯងទៅរួចទេឃើញទេបងក៏អត់ថាអត់ចង់ចេះចេះផងហ្នឹងបងម្នាក់ឯងបានទូទៅ9ខុសគ្នាបើគាត់ផឹងទៅបាន12ដែរចាចា អូខេអត់ទេអរគុណច្រើនអញ្ចឹងសូមអរគុណដល់បងប្អូនទូនីជនទាំងអស់ដែលកំពុងតាមដានកម្មវិធីឆែកឆាបាទហើយក៏សូមអរគុណដល់ថ្នាក់ទូទស្សន៍បាយ័នក៏ដូចជាបុគ្គលិកទាំងអស់ដែលបានបង្កើតកម្មវិធីមកដើម្បីយើងបានចូលរួមសប្បាយទាំងអស់គ្នាហើយជូនពរដល់បងប្អូនទាំងអស់និងបុគ្គលិកបាយ័នសូមឲ្យរីកចម្រើនទាំងអស់គ្នាចាចាអរគុណចាចាបងវិញសូមជូនពរថាអ្នកទាំងពីរគូហ្នឹងឲ្យនៅតទៅវគ្គថ្មីទៀតហ្នឹងណាបាទឲ្យគាត់ប្រឹងប្រែងទាំងអស់គ្នាបាទបងចាទៀតណាចាសម្រាប់បងចម្រុងវិញចាមួយនឹងជម្រាបលាសម្រាប់ខ្ញុំផ្ទាល់គឺថ្ងៃនេះរំភើបរីករាយមែនទែនបានចូលរួមនៅក្នុងកម្មវិធីឆែកឆាលើកទី4ប៉ុន្តែមិនមែនជាបេក្ខជនតែជាតារាកិត្តិយសវិញហើយក៏ពិតជាទទួលអារម្មណ៍ប្លែកខុសពីបេក្ខជនអាចទទួលបានភាពរីករាយមួយយ៉ាងដែររីឯតារាកិត្តិយសក៏រំភើបខុសពីធម្មតាណាមួយបានជួបជាមួយសិល្បករគ្នាឯងក៏សប្បាយរីករាយខុសពីការស្មានសូមអរគុណដល់ធានាទទួលបានបាយ័នដែលបានផ្ដល់ខ្ញុំបាននៅក្នុងកម្មវិធីឆែកឆាសូមអរគុណដល់ពិធីករវិធីការនេះដែលបានសម្ភាសខ្ញុំបានហើយអរគុណអ្នករៀបចំកម្មវិធីដែលបានផ្ដល់ជីវភាពរីករាយដល់ខ្ញុំបាននិងផ្ដល់ជីវកិត្តិយសដល់ខ្ញុំបានចូលរួមកម្មវិធីនេះផងដែរហើយក៏មិនដឹងថាគួរតែផ្ដល់យោបល់ថាយ៉ាងម៉េចទេដោយសារតែសិតតែសាច់ឯងទាំងអស់បាទសិល្បៈបាទអញ្ចឹងបាទក៏20ទោសសូម20ទោសផងដែរចំពោះបាទបើសិនជាខ្ញុំបាទឆ្លើយទៅសំណួរពិតប្រាកដហើយខុសឬក៏ត្រូវចិត្តយ៉ាងណានោះក៏សូមកាន់តែ20ទោសផងដែរហើយជូនពរបាទក្រុមណាមួយដែលឈ្នះនោះសូមឲ្យបានបាទទទួលបានហើយយើងទៅជុំគ្នាក្រៅវិញផងបាទចាអរគុណមកចំណងមានបទចម្រៀងមួយបទទៀតទេបាទមានបាទបទអីគេដែរបងបាទឆាចាអញ្ចឹងរំទាំងអស់គ្នាតែម្ដងហ្នឹងណាចាស្រឡាញ់បងទៅបើហើយកុំនៅដល់ណាអ្នកណាក៏ថាបងជាបរិសុទ្ធកម្លាំងអ្វីក៏មានទាំងទាំងប្រាំងស្រឡាញ់បនសាំងឲ្យបងធ្វើអ្វីបើធ្វើជាមេឃុំក៏សំយ៉ាងដែរបើធ្វើថៅកែអន្តរជាតិជួយធ្វើដំណើររៀងបានអត់ឲ្យប្រងព្រៀងចង់ធ្វើអ្វីទៀតតាមបងធ្វើរីចំណេះបងមានបងរៀនលិសងៀមទេបើធ្វើគួចជេលក់ឡានក៏បានតែស្រីរឿងក្នុងដងជាបរោនឹងកាងីបើធ្វើមន្ត្រីក៏ធ្វើបានដែរបងចេះទាំងអស់ការងារក្រៅពីធ្វើចោលបងចេះដេកខោប៉ះអាវទីក្លោក៏បានមកបងស្រស់ទៀតចិត្តវាយានគួររំអានបើធ្វើទេហ៊ានបាំងមិនចាញ់គេទេទូសួរអរគុណច្រើនអរគុណណាស់ហើយសូមអរគុណដល់តារាកិត្តិយសក្រុមទី3ជូនពរសំណាងល្អហើយអរគុណដល់តារាកិត្តិយសផងដែរជូនពរសំណាងល្អដូចគ្នាជួបគ្នានៅឱកាសក្រោយអរគុណជំរាបលាបាយពីកម្មវិធីសូមពេលអនុញ្ញាតសម្រាប់មួយផ្លែសិនបាទ